ថាគេជានរណានោះសង្ឃឈើនេះខ្ញុំនឹងចាំមើលនេះថានេះនឹងមានក្បាច់អីលេងទៀតបងស្រីសម្លាញ់នៅពេលដែលស៊ីវឈិនគេអោបខ្ញុំនោះបងគូតែបានឃើញឆោតឆាដល់ផ្អែមល្ហែមនឹងហើយគេគ្រាន់តែណាត់នាងមិនចង់ឲ្យនាងបាក់មុងនៅចំពោះមកគេអានច្រើនគ្នានោះទេឯងនេះតែដឹងស្អីទេនេះគេហៅថារ៉ូមែនទិកទេខ្ញុំដូចជាមិនដែលឮសោះថាកម្មបាមកគូនឹងដឹងនៅចំពោះមកគេអានច្រើនយ៉ាងនេះគេហៅថាជាមស្យោបាយស្នេហាសោះចំណែនមែនគឺពិតជាមករឹងបាក់ផ្នែកឯធំមិនច្បាស់ទេថានេះគឺជាអ្វីនេះគឺជាកន្លះអាវរបស់ស៊ីវឈិនគឺយើងបានដោះវាពីគេដោយដៃរបស់យើងដល់ផ្ទាល់នេះនឹងមែនទេដែលលោកនិយាយថាពិបាកនេះសិង្ហឈិនខ្ញុំនឹងថែមលុយឲ្យនាងណាហើយថែមឲ្យច្រើនទៀតផងខ្ញុំមិនចាំឲ្យលោកកខ្វះរបស់លោកទេតែមួយសិនក៏មិនត្រូវការដែរក្រែង system នេះជួយចិត្តលុយណាស់តែពេលនេះយ៉ាងមិនអញ្ចឹងមើលទៅដូចជាខូចចិត្តអាមិនទេនេះបើសិនជាលោកពិតជាចង់ខ្ញុំសប្បាយចិត្តមែននោះបានចង់ឲ្យកន្លះអាវនោះមកខ្ញុំមើលកន្លះអាវនឹងជារបស់បន្សល់ទុកពីម៉ាក់ខ្ញុំមកតែមានតម្លៃណាស់ហើយមិនចាំបាច់ទេខ្លាំងចង់បានហើយបងស្រីសំណាប់ចិនមិនក៏លែងនិយាយអីអញ្ចឹងខកចិត្តមែនទេនេះយើងនៅមានរឿងដែលធ្វើឲ្យឯងកាន់តែខកចិត្តទៀតនេះសិង្ហឈិនលេខ1អ្នកធ្វើអីហ្នឹងប្រតិបត្តិការបេសកកម្មតែបាននេះពិតជាមានប្រយោជន៍មែនមិនចម្លែកទេដែលកាលពីមុនអញតែឆ្នៃយើងរាល់លើកនោះសិង្ហឈិនលេខ1មកនេះមិនអនុញ្ញាតតែអ្នកបានតែធ្វើស្អីមកនេះធ្វើស្អីមែនទេប្រកាសហ្នឹងយើងចង់បញ្ជូនឯងទៅកាន់ភក់ច្រំរបស់ឯងវិញនឹងហើយសិង្ហឈិនលេខ1សងសឹកវាប្រមាណដៃឲ្យយើងទេនាងហ៊ានមែនទេសិង្ហឈិនលេខ1ឆាប់តពូនទេលេខាសិនរីករាយណាស់តែបាននិយាយស្រុះគ្នានៅថ្ងៃនេះអញ្ចឹងខ្ញុំតមុនសិនហើយណាស៊ីវឈិនកុំភ្លេចនឹកខ្ញុំផងណាសិង្ហឈិននាងបានឃើញនេះរបស់ខ្ញុំទេខ្ញុំក៏នឹងចង់សម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់ប្រត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមើលផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាបាទខាងក្នុង3នេះតម្លៃខ្ទង់តែ50000ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏អាចហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះដែលខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅទៅបានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណគាត់នឹងចង់សួររកកន្លះអាវរបស់ខ្ញុំថាមិនត្រូវកាច់ដែរយ៉ាងម៉េចហ្នឹងគេធ្វើបាបនេះហ៎នាយកលីងលោកមានកូនដល់ហើយអាចចាក់គ្រប់ខ្លួនឯងផងទេក្រែងនឹងជាមនុស្សយន្តណាគ្មានអារម្មណ៍ស្អីផងមិនបានជាត្រូវខឹងខ្ញុំទាំងតែគ្មានរឿងអីផ្សោះប៉ុណ្ណឹងបាទទៅបាច់ខ្ញុំជាមនុស្សយន្តប៉ុន្តែខ្ញុំក៏មានមនសិការផ្ទាល់ខ្លួនដែរអាចដឹងថាអ្វីសប្បាយរីករាយសែនដែរលោកវិញចេះតែបបប្រាមនោសញ្ចេតនាខ្ញុំរហូតសិង្ហឈិននាងទុកពេលខ្ញុំបន្តិចទេខ្ញុំនឹងជប់រឿងគ្រប់យ៉ាងដែលធ្វើឲ្យនាងប៉ះពាល់ដល់ចិត្តសាស្ត្រាចារ្យសិង្ហឈិនលេខ1បានក្បត់ប្រឆាំងនឹងក៏មានចំណែកលោកដែរមែនទេគឺសុងជូអ៊ីនាងយកវិធីពិសោធន៍មកគម្រាមខ្ញុំក៏គ្មានវិធីដែរលោកសាស្ត្រាចារ្យខ្ញុំក៏ហត់ហើយមិនចាំធ្វើបន្តទៀតនោះទេតែគឺសន្យារបស់យើងគឺនៅសល់មួយអាទិត្យទៀតដាក់នេះត្រឹមមួយអាទិត្យទៀតទៅណាត្រឹមមួយអាទិត្យអញ្ចឹងមិនឲ្យខ្ញុំឃើញគេនយោលីចូលពីក្នុងផ្នែកទៅហើយទេខ្ញុំធានាថានឹងការស៊ីស្ទឹមលើកនេះបានល្អមែនទេលោកលី
ពិតជាស្រឡាញ់អ្នកនាងណាស់គាត់នៅឃើញគេលក់មនុស្សយន្តលើដំបងដូចអ្នកនាងព្រាមគាត់តែយកឲ្យខ្ញុំព្រាមតែម្ដងខ្ញុំថាអ្នកនាងលើកនេះណាគួរតែសាកត្រប់បន្តិចសិនទៅខ្ញុំមិនត្រូវការស្នេហាថប់ទីបែបនឹងទីតែតែមួយសប្តាហ៍ទៀតខ្ញុំនឹងគ្មានអីតែតើនឹងគេទៀតនោះទីអ្នកស្រីលាវអោផងណាលើកនេះគ្រួសារលាវរបស់យើងពឹងលើអ្នកស្រីហើយឯក៏ឆាប់ហើយអញ្ចឹងម្លេះណាមិនតាន់បានពំពេញជីនឲ្យគ្នាផងនេះហើយគ្មានបញ្ហាស្អីទេពេលនេះពួកយើងគ្រប់គ្នាណាសុទ្ធតែដឹងហើយថាអ្នកនាងជាអ្នកស្រីវិចពេញប្រកបអ្នកស្រីតាសរុបចុះអាយ៉ាក្នុងនាមជាអ្នកស្រីលីនេះពិតជាធ្វើឲ្យគេឯងមានការចំណែនមែននឹងសិនសិនឈិនអញគិតអញ្ចឹងដែរទីសិនសិនឈិនរសជាតិដែលត្រូវគេក្បាត់ពីក្រៅខ្នងអញ្ចឹងឆ្ងាញ់ដែរទីអនុប្រធានសុំបើសិនជានាងនៅតែនិយាយរឿងអត់បានការទៀនអញ្ចឹងខ្ញុំសូមតមុនហើយឈប់សិនសៀវឈិនគេនិយាយថាកម្មវិធីភ្ជាប់ពាក្យនេះគឺអាចជាអ្នករៀបចំទាំងអង្គអញ្ចឹងអញគូតែចាំមើលដូចជាឆ្កែសម្លឹងមើលព្រះច័ន្ទទីមកកណេះធ្វើបែបនេះពីប្រុសពេលមានឯងក៏មានស្អីចាំរំលឹកយើងអញ្ចឹងដែរថាយើងគឺជាកូនសំណប់ចិននៅពេលដែលអញរលាយបាត់ទេគឺយើងតែម្នាក់ប៉ុណ្ណឹងនឹងខ្លាចជាកូនស្របច្បាប់នៃគ្រួសារមហាសេដ្ឋីត្រកូលសុងនេះហើយក៏អង្គុយលើតំណែងជាអ្នកស្រីលីងបានចឹងអញចង់ផ្លន់យកគ្រប់យ៉ាងចេញពីយើងមែនទេមែនហើយយើងសម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់ប្រត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមកផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយនេះហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាបាទខាងក្នុង3នេះតម្លៃខ្ទង់តែ 50000 ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏អាចហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះដែលខាងចំការរបស់បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅបានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណយើងចង់ឲ្យអញរស់នៅមួយជីវិតនេះរស់នៅក្រោមសម្បត្តិរបស់យើងរហូតទេឆាប់ទៅយកកំបិតនៅលើតុនោះមកយើងត្រូវការកាត់នំភ្ជាប់ពាក្យរបស់យើងណែណាទេសិនសិនឈិនឯងលែងចង់ធ្វើជាមនុស្សហើយធ្វើជាមនុស្សយន្តណាស់មែនទេអញ្ចឹងមួយជីវិតឯងនេះចាប់ពីពេលនេះតទៅអត្តសញ្ញាណខ្លួនឯងនៅរលាយបាត់ពីលើលោកនេះហើយអ្នកចាំអានេះថាម៉េចជួយផងមនុស្សយន្តនេះនាងចង់សម្លាប់ខ្ញុំជួយផងលោកប្រធានក្រុមសង្ឃអ្នកណាចាក់កននេះសៀវឈិនបានមកកម្មមនុស្សយន្តដូចជាមនុស្សនេះថ្ងៃនេះជាថ្ងៃភ្ជាប់ពាក្យរបស់ពួកយើងប៉ុន្តែនាងមើលទេមានចេតនាមិនល្អសោះនៅថាចង់ចំនួនកន្លែងខ្ញុំទៀនខ្ញុំខ្លាចខ្ញុំពិតជាខ្លាចណាស់ខ្ញុំខ្លាចនេះគឺហើយយ៉ាចាំផ្នែកខ្ញុំពេកហើយចាំផ្នែកនេះអូយងាយឆ្មាខ្លាចណាស់ស្អីនេះអូយនាងចង់សម្រាប់មនុស្សហើយពួកយើងមិនឲ្យមនុស្សយើងមកចំនួនមនុស្សលោកបានទេជាពិសេសមនុស្សដែលមានចិត្តកំណត់ដូចជានាងហ្នឹងមែនអើយនាងបំផ្លាញនាងចោលទៅបំផ្លាញនាងចោលទៅហើយអ្នកណាគេចាប់ខ្ញុំនេះអ្នកណាគេហ៊ានប៉ះមនុស្សរបស់ខ្ញុំរស់មិនសប្បាយទេសៀវឈិនមនុស្សយន្តនេះនាងគិតចង់សម្លាប់ខ្ញុំពួកគេសុទ្ធតែអាចធ្វើសាកសីបានពិតមែនទេនាយកលីមិនប៉ិតទេលោកលីពួកគ្នាស្ទើរតែឃើញណានាងយកកំបិតរបស់ខ្ញុំអ្នកស្រីលីណានាងចង់សម្លាប់លោកស្រីលីណាបើអើយមនុស្សមិនចេះស្ដាប់វិជ្ជាបែបនេះដល់ខ្ញុំថាជួយវាទៅបោះទៅចោលកំណត់សម្រាប់ទៅមនុស្សយើងចង់ស្លាប់មនុស្សអញ្ចឹងវាមិនខាតបង់ឲ្យប្រហែលទេសួស្ដីអ្នកគ្រប់គ្នាខ្ញុំគឺសិនឈិនគេបន្លំយកមករបស់ខ្ញុំតែធ្វើរឿងមិនគប់បីអ្នកធ្វើបាបអូនស្រីខ្ញុំទៀនហេតុនេះត្រូវតែបំផ្លាញគេចោលទៀងសិនឈិនលេខ1បានន័យថាម៉េចទៀងនាងហ៊ានលួចទៅដាក់មុខមាត់គេផងហ៎បើនាងទៅដាក់មុខមាត់គេអញ្ចឹងថ្ងៃក្រោយបើនាងទៅដាក់មុខមាត់របស់ខ្ញុំទៅធ្វើរឿងមិនគប់បីទៅវាមិនស្បែកទេមានតែបំផ្លាញនាងចោលទេទៅបានសៀវឈិនមិនបានជាបងមិននិយាយអីសោះអញ្ចឹងបងគួរតែបកស្រាយប្រាប់គ្រប់គ្នាទៀងឲ្យគេបានដឹងអ្នកគ្រប់គ្នាបាននិយាយថាមនុស្សយន្តចង់សម្លាប់នេះបើអញ្ចឹង
អ្នកគ្រប់គ្នារកផតាំងមកបើរកផតាំងឲ្យខ្ញុំបានខ្ញុំនឹងឲ្យ100ម៉ឺនប៉ុន្តែបើអ្នកគ្រប់គ្នារកផតាំងមកមិនបានទេរត់មិនរួចពីខ្ញុំទេគឺជានាង អត់ទេអត់ទេ ចុះគឺជានាងមែនទេ មិនមែនទេមិនមែនទេ អញ្ចឹងចុះតាជានរណាដែរទេ ស៊ូឈិនគឺបងស្រីខ្ញុំអាចធ្វើជាសាស្ត្រីបានថាអ្នកមនុស្សយន្តនេះពិតជាចង់សម្លាប់ខ្ញុំពិតមែន យូលីចិត្តដល់ពេលបំពាក់ចិញ្ចៀនហើយរឿងមនុស្សយន្តទុកមួយឡែកសិនទេពេលនេះដល់ពេលបំពាក់ចិញ្ចៀនហើយ សម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះនៅខាងចំការដង3បងប្អូនណាបាទផ្ទះនេះដែរគឺបានប្លង់សេរ៉ូដល់2សន្លឹកពេញហើយមានកម្ពស់រហូតដល់3ជាន់ប្រត់ដំបូលជូនបងប្អូនណាបាទហើយនេះគឺជាផ្ទះគំរូបងប្អូនណាបាទដែលបងប្អូនអាចជិះមកផ្ទាល់បានហើយយើងមាន2បន្ទប់គេងនិង3បន្ទប់ទឹកហើយមានផ្ទះបាយមួយនៅខាងក្រោយយើងហងដែរបងប្អូនណាបាទហើយយើងនៅសល់ដីខាងក្រោយ1ម៉ែត្រឬក៏1ម៉ែត្រជាងទៅតាមទំហំផ្ទះហើយនិងទំហំដីមួយផងដែរបងប្អូនណាបាទហើយយើងមានទីបន្ទប់បាទហើយនេះគឺជាបន្ទប់សមាជិកគ្រួសារឬក៏យើងអាចហៅជាបន្ទប់កូនក៏បានដែរបងប្អូនណាបាទរីឯចំណែកតម្លៃវិញគឺតម្លៃធូរថ្លៃមែនទែនបងប្អូនណាបាទខាងក្នុង3នេះតម្លៃខ្ទង់ទៅ50000ជាងតែប៉ុណ្ណោះបងប្អូនណាបាទហើយនេះគឺជាបន្ទប់មេគ្រួសារឬក៏អាចហៅជាបន្ទប់ប៉ាក៏បានដែរបងប្អូនណាបាទអញ្ចឹងបងប្អូនថាគាត់មានអារម្មណ៍ចង់បានផ្ទះដែលខាងចំការដង3បងប្អូនណាអាចអញ្ជើញមកទៅបានអាចទៅបានតាមលេខទូរស័ព្ទបងប្អូនណាបាទសូមអរគុណ